បានរយចំណៃទេដាក់ស្លឹកចេកឲ្យនឹងចំណៃចរិតស្អែកចំដាក់ថែមព្យាអស់មកវគ្គសិនពេញមកបងចាំទៅខែត្រជាក់ស្រួលចុះចារឹកគឺខែក្តៅក្តៅពេកទៅយើងពិបាកដែរដោយតាមពងខែ4ក្តៅពេកងាប់ចង្រិតអស់ពេលដែរតែវគ្គនេះគឺអត់ទាន់មានងាប់មួយទេរហូតចាំទៅឲ្យដល់បានប៉ុណ្ណេះសុខភាពល្អប៉ុណ្ណេះគឺមកត្រង់នេះហើយក៏30គីឡូទៅ40គីឡូខ្ញុំទៅបើផុតពី15ថ្ងៃគឺចរិតគឺងាយស្រួលថែទៀតបាទថែផុតគឺពីថ្ងៃទី1ដល់ថ្ងៃទី15ហើយបងប្អូនចាំដំបូងបើចង់ចេះឲ្យឆាតសួរណាបានថ្ងៃទី1ដល់ថ្ងៃទី15ស្ទើរតែទឹកមិនដាក់ក៏បានដែរប៉ុន្តែយើងបាញ់សាយពីលើវាតែបើវាល្អដាក់ឲ្យដាក់កណ្ដាលចេះចឹងឲ្យវាបឺតបាននឹងវាអត់លំសុទ្ធមកនេះដាក់ចាំដែកឬក៏ថាឲ្យទឹកចរិតហ្នឹងគឺចាចាំធំហ្នឹងដាក់ទៅអីទេទៅលេងលំនេះប៉ុណ្ណេះដាក់បានស៊ីស្លឹកចេកតែទៅចំណៃដែលល្អបំផុតហ្នឹងបងប្អូនហើយគេស្លឹកល្ហុងហើយស្លឹកដលងមីចឹងបើសិនជាមាន2មុខហ្នឹងគឺល្អខ្លាំងមែនទែនសម្រាប់ចង្រិតស្លឹកល្ហុងគឺការពារពីជំងឺអត់ងាយឈឺគេចង្រិតអត់ងាយឈឺតែវាស៊ីគឺអត់ងាយឈឺ